รีบสู้บ้องบนទាំងអស់គ្នាថ្ងៃនេះយើងមានខ្សែភាពយន្តថ្មីមួយរឿងទៀតហើយដែលមានចំណងជើងថា Zombie Apocalypse ដែលនិយាយអំពីការចម្លងមេរោគ Zombie នៅពាសពេញពិភពលោកដំបូងឡើយគឺមានយុវជន3នាក់គឺ Billy លោក Kevin និងកញ្ញា Ramona ពួកគេទាំង3នាក់បានចេញមកខាងក្រៅដើម្បីដើររកម្ហូបអាហារព្រោះពេលនេះពិភពលោកទាំងមូលបានគ្របដណ្ដប់ទៅដោយពួក Zombie ទៅហើយពេលកំពុងតែដើរមើលនោះស្រាប់តែមាន Zombie ជាច្រើនសម្រុកមករកពួកគេដោយសារមិនអាចគេចខ្លួនរួចពួកគេក៏បានប្រយុទ្ធតទល់ជាមួយនឹងពួក Zombie ទាំងនោះបើតាមកម្លាំងពួកគេទាំង3នាក់មិនអាចទប់ទល់ជាមួយនឹង Zombie ដោយច្រើនបានឡើយតែពេលនោះក៏មានមនុស្ស4នាក់គឺលោក Henry លោក Mac លោក Julian និងកញ្ញា Casey ជាអកុសលលោក Billy ត្រូវបាន Zombie ខាំដើម្បីកុំឲ្យគាត់ខ្លាចជា Zombie ដែរ Casey នាងក៏សម្រេចចិត្តថាសម្លាប់គាត់ចោលទៅពេលនោះធ្វើឲ្យ Ramona នាងខឹងនឹង Casey ជាខ្លាំងថាបានសម្លាប់មិត្តភក្តិរបស់នាងតែបន្ទាប់ពីពួកគេព្យាយាមបញ្យល់នាងរួចមកនាងក៏រងាប់អារម្មណ៍ទៅវិញទៅរួចពួកគេទាំង4នាក់បានហៅ Kevin និង Ramona ឲ្យរួមដំណើរជាមួយនឹងពួកគេដែរដើម្បីទៅកាន់ Catalina ព្រោះមានតែទីនោះទេដែលគ្មាន Zombieពេលកំពុងតែធ្វើដំណើរតាមផ្លូវពួកគេបានឃើញ Zombie ម្នាក់បានស្លាប់ដោយសារគ្រាប់ព្រួញអញ្ចឹងពួកគេបានសន្និដ្ឋានថាប្រកាសជាមានមនុស្សមួយក្រុមផ្សេងទៀតដែលចេះបាញ់ព្រួញទៅមុខពួកគេមួយជំហានហើយរួចពួកគេក៏បានចូលទៅក្នុងហាងលក់អីវ៉ាន់មួយដើម្បីរកមើលសម្ភារៈប្រើប្រាស់និងអាវុធសម្រាប់ការពារខ្លួនស្រាប់តែពេលនោះក៏មានក្រុម Zombie មួយក្រុមបានសម្រុកចូលមកហើយវាប្រហារពួកគេទាំងគំហុកហើយ Julian ក៏បាននឹកឃើញថាពួក Zombie ទាំងនោះវាឆាប់ប្រតិកម្មជាមួយនឹងសម្លេងណាស់ឲ្យតែមានសម្លេងនៅកន្លែងណាវានឹងស្ទុះទៅទីនោះភ្លាមអញ្ចឹងគាត់ក៏បានប្រើឧបករណ៍បំពងសម្លេងរបស់គាត់ដើម្បីបញ្ឆោត Zombie ទាំងអស់នោះដោយសារមេឃងងឹតទៅហើយពួកគេក៏បានចូលសម្រាកនៅក្នុងផ្ទះមួយដើម្បីញ៉ាំអាហារនិងជជែកគ្នាថាត្រូវធ្វើអ្វីទៀតនឹងថ្ងៃស្អែកព្រលឹងឡើងពួកគេក៏បានធ្វើដំណើរទៅមុខបន្តក៏បានឃើញ Zombie ស្លាប់ដោយសារគ្រាប់ព្រួញម្នាក់ទៀតពួកគេគិតថាក្រុមអ្នកបាញ់ព្រួញនោះប្រកាសជាមានបំណងទៅ Catalina ដែរហើយតែក៏មិនទាន់ទៅណាឆ្ងាយពីពួកគេប៉ុន្មានដែររួចពួកគេក៏បានចូលទៅក្នុងអគារមួយដែលគេបានដាក់ផ្លាកថាអគារសុវត្ថិភាពតែវាមិនសុវត្ថិភាពសម្រាប់មនុស្សវាបែរជាសុវត្ថិភាពសម្រាប់ Zombie ទៅវិញពេលនោះក៏មាន Zombie ជាច្រើនបានឡោមព័ទ្ធវាយប្រហារទៅលើពួកគេពេលកំពុងតែប្រយុទ្ធគ្នាមាន Zombie មួយព្យាយាមដេញតាម Ramona នាងគិតតែពីរត់ពួនចុះឡើងដូចជាឆ្មាចាប់កណ្ដុរអញ្ចឹងទាំងក្នុងដៃរបស់នាងមានពូថៅដែលអាចសម្លាប់ Zombie នោះបានដល់ពេលនាងដាច់ចិត្តសម្លាប់នាងកាប់ចិញ្ច្រាំដូចចិញ្ច្រាំសាច់ជ្រូកអញ្ចឹងសាហាវជាងគ្នារបស់នាងទៅទៀតតែជាអកុសល Kevin គេមិនឆ្លាតដូច Ramona ទេគាត់ក៏ត្រូវបាន Zombie សម្លាប់គាត់បាត់ទៅពេលចេញផុតពីអគារនោះហើយពួកគេក៏បានអង្គុយសម្រាកបន្តិចដើម្បីយកកម្លាំងហើយគេគ្រប់គ្នាចេះតែនិយាយលេងអំពីអារម្មណ៍សម័យរៀងខ្លួនថាបើសិនជាទៅដល់ Catalina មានសុវត្ថិភាពហើយតើនឹងត្រូវធ្វើអ្វីមុនគេបងអស់អ្នកខ្លះចង់សម្រាកអ្នកខ្លះចង់ផឹកស៊ីឲ្យសប្បាយអ្នកខ្លះក៏ចង់ជួបជុំបងប្អូនវិញចម្លែកខុសគេតែលោក Julian គាត់បែរជាគិតថាគោលបំណងរបស់គាត់ធំដំបូងបងអស់គឺត្រូវរកបង្គន់អាចមួយដ៏ធំដែលមានទឹកអាចលាងគូតបានព្រោះមកដល់ពេលនេះគាត់ខានលាងគូតយូរណាស់មកហើយរួចពួកគេក៏បានបន្តដំណើរទៅមុខទៀតពេលនោះពួកគេក៏បានឃើញផ្សែងហុយចេញពីកូនផ្ទះមួយពួកគេគិតថាប្រហែលជាក្រុមអ្នកបាញ់ព្រួញហើយមើលទៅតែបែរជាក្រុម Zombie ជាច្រើនបានចេញមកដេញខាំពួកគេទៅវិញពេលកំពុងប្រយុទ្ធគ្នានោះក្រុមអ្នកបាញ់ព្រួញដែលមានគ្នា3នាក់គឺលោក Brockton កញ្ញា Bang និងកញ្ញា Sarah បានចេញមកជួយពួកគេរួចក៏បានទម្លាក់ខ្លួននៅក្នុងកូនផ្ទះមួយចំណែក Casey និង Handy វិញមិនបានទៅជាមួយក្រុមអ្នកបាញ់ព្រួញនោះទេពួកគេទាំងពីរនាក់ត្រូវបាន Zombie ដែលមានមាឌធំដូចយក្សម្នាក់បានដេញពួកគេទៅកន្លែងផ្សេងសូម្បីតែទៅយក Handy និងដាវ Casey ក៏មិនអាចធ្វើអីគេបានដែររួចលោក Handy ក៏បានរកឃើញរណាយន្តមួយគ្រឿងនៅក្នុងឡានសម្រាប់គេចោលបាត់ទៅចំណែកក្រុមអ្នកបាញ់ព្រួយនិងគ្នាផ្សេងទៀតពួកគេបានរៀបចំផែនការដើម្បីធ្វើដំណើរបន្តនៅថ្ងៃស្អែកដោយសារតាមផ្លូវគោកគ្រប់ច្រកល្ហកពោពេញទៅដោយពួក Zombie នោះពួកគេក៏សម្រេចចិត្តថាទៅកំពង់ផែដើម្បីធ្វើដំណើរតាមទូកវិញព្រោះ Zombie វាមិនចេះហែលទឹកនោះទេព្រឹកឡើងពួកគេក៏ចេញដំណើរទៅទីនោះភ្លាមពេលកំពុងដើរឆ្លងកាត់ពីអគារមួយទៅអគារមួយពួកគេបានឃើញបង្គន់មួយគ្រាន់តែបានឃើញបង្គន់ភ្លាម Julian ហាក់ដូចជាបានឃើញកំណប់ដ៏មហាសាលមួយអញ្ចឹងគាត់ក៏បានស្ទុះទៅបើកទ្វារផ្លែតក៏បាន Zombie មួយស្ទុះចេញពីបង្គន់ហក់មកសន្ទ្រប់គាត់យកតែម្ដងហើយ Zombie ផ្សេងទៀតក៏
បានមកវាបង្ហាពួកគេដូចគ្នាដោយសារ zombie មានចំនួនច្រើនពេកពួកគេក៏បានចូលទៅពួនក្នុងឡានមួយគ្រឿងរឿងដែលគួរឲ្យសោកស្ដាយនោះគឺ Julian ត្រូវបាន zombie បង្គន់ខាំគាត់ហើយគាត់ថាមុនពេលដែលគាត់ខ្លាយជា zombie គាត់ចង់ប្តូរជីវិតចេញទៅខាងក្រៅដើម្បីបញ្ឆោតពួក zombie ទាំងនោះហើយក៏ដើម្បីតាមរក Handy និង Casey ផងដែរតែពួកគេមិនព្រមទីបំផុត Julian ក៏បានខ្លាយជា zombie រួចពួកគេក៏បានសម្រេចចិត្តសម្លាប់ Julian ចោលទៅរីឯ Handy និង Casey វិញពួកគេក៏បានមកដល់អគារមួយក្បែរនោះផងដែរហើយពួកគេបានរកឃើញកំភ្លើងយន្តនិងគ្រាប់ជាច្រើនគ្រាប់ដែលអាចប្រើប្រាស់បានផងដែរពេលនោះមាន zombie ម្នាក់បានដេញតាមពីក្រោយពួកគេគ្រាន់តែ Handy ស្រែកគំរាមគេតែបន្តិចគេក៏រត់ទៅវិញបាត់ទៅ Handy គាត់គិតថា zombie ឥឡូវឆ្លាតជាងមុនហើយចេះខ្លាចស្លាប់តែតាមពិតវាបានទៅហៅគ្នារបស់វាជាច្រើនអ្នកដើម្បីមកជួយរួច Casey នាងក៏បានបោះគ្រាប់បែកបំផ្ទុះពួកវាស្លាប់អស់បាត់ទៅតែគ្រាប់បែកនោះបែរជាផ្ដាល់ទុកទោសឲ្យនាងទៅវិញព្រោះ zombie នៅគ្រប់ទិសទីគ្រាន់តែឮសំឡេងគ្រាប់បែកភ្លាមបាននាំគ្នារត់ទៅរកនាងទាំងអស់អញ្ចឹងពួកគេទាំងពីរនាក់ក៏បានរត់ឡើងទៅលើអគារមួយដើម្បីគេចខ្លួនពេលដឹងថា Handy និង Casey មិនទាន់ស្លាប់ Ben នាងក៏បានយកកញ្ចក់ចាំងពន្លឺថ្ងៃដើម្បីឲ្យពួកគេបានឃើញដោយសារនៅខាងក្រៅមាន zombie ច្រើនពេកពួកគេមិនអាចចុះបានទេតែ Casey នាងក៏បាននឹកឃើញពីវិធីមួយនាងបានយកកំភ្លើងយន្តរបស់នាងបាញ់រះទៅលើ zombie ដែលនៅពាំងផ្លូវស្លាប់រេលពេញដីរួចពួកគេក៏បានជួបជុំគ្នារត់ឡើងទៅលើកំពង់ផែដំបូងនាងគិតថាមានតែមនុស្សទេដែលអាចឆ្លងមេរោគ zombie តែពេលនោះក៏មានសត្វខ្លា zombie មួយក្បាលហក់ទៅខាំពួកគេហើយពួកគេក៏បានចាប់ទម្លាក់ចូលទៅក្នុងសមុទ្របាត់ទៅតែវាមិនមែនមានតែមួយក្បាលនោះឡើយគឺនៅមានមួយក្បាលផ្សេងទៀតវាបានហក់មកខាំលោករុកធុនបានស្លាប់បាត់ទៅតែលោក Handy ក៏បានគប់ខ្លានោះត្រូវមួយញញួរស្លាប់បាត់ដូចគ្នាតែគាត់ក៏ត្រូវខ្លាខាំដែរហើយគាត់ក៏បានសុំឲ្យ Casey បញ្ចប់ជីវិតរបស់គាត់ព្រោះគាត់មិនចង់ខ្លាចជា zombie នោះទេបន្ទាប់ពីបញ្ចប់ភាពសោកសៅទាំងឡាយអស់ហើយ Casey បានសួរពួកគេថាតើសង្ឃឹមថាមានទុកមកចម្លងពួកយើងដែរអត់តែពួកគេមិនឆ្លើយបានត្រឹមតែអង្គុយមើលសម្លឹងផ្ទៃទឹកដ៏ធំល្វឹងល្វើយតែប៉ុណ្ណោះបាទសូមអរគុណ